តោះសួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំចេញវីដេអូពាក់ព័ន្ធជាមួយនឹងការដែលយើងមានបញ្ហាជាមួយ Telegram ណានៅពេលដែលយើងប្រើវាមានបញ្ហាឲ្យយើងអាប់ដេតហើយអ្នកខ្លះក៏មិនទាន់បានទាំងអាប់ដេតហើយក៏វាចេញបែបនេះអញ្ចឹងណាអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូដើម្បីចែករំលែកថាអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងម៉េចអញ្ចឹងណាអូខេនៅលើ Telegram វាមានបញ្ហាអញ្ចឹងណាហើយនៅពេលដែលវាអាប់ដេតឬក៏វាឡកអោហើយពេលដែលយើង log in គឺវាមានបញ្ហាទាលុយហើយយើងទិញអញ្ចឹងនេះគឺជាដំណោះស្រាយដែលយើងអាចធ្វើបានទាំងអស់គ្នាអូខេអញ្ចឹងឥឡូវខ្ញុំធ្វើនៅលើទូរស័ព្ទទាំងអស់គ្នាឧទាហរណ៍ឥឡូវខ្ញុំវាយលេខទូរស័ព្ទចូលណា0របស់គាត់88 អូខេអញ្ចឹងយើងតទៅមុខអូខេយើងតទៅមុខទៀតលេខទៀតអាឡូអូខេតមកយើងនឹងចាំខាង Telegram call មកយើងឥឡូវយើងធ្វើការរងចាំវាពណ៌វិលអូខេអញ្ចឹងកន្លែងនេះគឺវាទាមទារ email អញ្ចឹងណាបងប្អូនបន្ទាប់ពីវាទាមទារ email គឺវាទាមបង់លុយអូខេឥឡូវខ្ញុំវាយ email ចូលអញ្ចឹងបងប្អូនត្រូវមាន email លើទូរស័ព្ទណាអូខេអញ្ចឹងបងប្អូនត្រូវមាន email ហើយអូខេអញ្ចឹងនៅពេលដែលយើងបញ្ចូល email ហើយវានឹងផ្ញើលេខកូដហ្នឹងទៅ mail របស់យើងអូខេអញ្ចឹងអូខេខ្ញុំវាយ22 19 15 អូខេអញ្ចឹងអូខេហើយអញ្ចឹងនៅកន្លែងនេះបងប្អូនវាចម្លែកអីទូរស័ព្ទនេះវាទៀតដល់ទៅ1រៀលកន្លះអូខេអញ្ចឹងយើងធ្វើការទិញវាទៅប្រើទៅអូខេនេះតាមទូរស័ព្ទអូខេអញ្ចឹងនេះចំណុចនេះអូខេអញ្ចឹងយើងនេះមកcredit card យើងមកdebit card បានហើយអូខេអូខេអញ្ចឹងយើងធ្វើការវាយលេខកាតរបស់យើងឧទាហរណ៍ឥឡូវខ្ញុំ scan ចុះព្រោះសារខ្ញុំមាននេះបងប្អូនកន្លែងនេះបងប្អូនត្រូវមានកាតនេះត្រូវមានកាត Visa card ក៏មាន Visa card ឬក៏ Master card អញ្ចឹងណាបងប្អូនអូខេអញ្ចឹងបងប្អូនត្រូវមានអូខេខ្ញុំពេញហើយអញ្ចឹងខ្ញុំវាយលេខកូដអូខេអញ្ចឹងអ្នកបងប្អូនពេលដែលយើងបំពេញលេខកាតហើយនឹងព័ត៌មានផ្សេងៗហើយគឺវាលោតទៅបែបនេះអូខេអញ្ចឹងកន្លែងអាចុយវាលឿនពេកចាំតិចបងប្អូនហើយបងប្អូនត្រូវប្រកាសណាត្រូវប្រកាសថាយើងកាតរបស់យើងគឺវាមានលុយហ្នឹងហើយនៅលើកាតរបស់យើងគឺបងប្អូនត្រូវប្រកាសថាវាមានលុយចាំតិចដោយសារមុនហ្នឹងខ្ញុំមកបានញ៉ាំបងប្អូនអញ្ចឹងវាទៀមទាបនេះអញ្ចឹងដោយសារតែខ្ញុំបានបញ្ចូលកាតឲ្យហើយនេះមិញវាចេញក្រៅដោយសារតែយឺតយ៉ាវក្នុងការបញ្ចូលព័ត៌មានអញ្ចឹងវាចេញក្រៅព្រោះវាខ្លាចយើងនេះអូខេតើមកយើងចុចបាយមកអូខេអញ្ចឹងកន្លែងពាក់ព័ន្ធនេះអញ្ចឹងកន្លែងនេះបងប្អូនត្រូវវាយ Gmail ហ្នឹងហើយវាយ password mail ដែលយើងបានលក់ចូលជាមួយនឹង Telegram នេះណាចាំបងប្អូនវាយ password នឹងចូលមកអូខេឥឡូវជាមួយខ្ញុំវិញអូខេអញ្ចឹងចាំមើលវា verify នេះកន្លែងនេះអូខេ payment successfully យើងកន្លែងនេះយើងកុំចុច yes always អីទេយើងចុចno thank you ទៅអូខេចុចកន្លែងចុច no thank you ទៅអូខេមក clear ចោលសិនមកហើយអូខេយើងបែកមកយើងបើក Telegram មើលមិញវាដាក់ថាហើយអូខេអញ្ចឹងសាកបើកមកអូខេបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការរងចាំឥឡូវវាបោវិញហើយអូខេអូខេអញ្ចឹងបងប្អូនសាកធ្វើតាមវិធីខ្ញុំទាំងអស់គ្នាទៅ